អាជ្ញាធរខេត្តសៀមរាបចាត់ទុកការរៀបចំពិព័រណ៍វិទ្យាសាស្ត្ររបស់សិស្សានុសិស្សបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបញ្ញាស្មារតីនិងភាពច្នៃប្រឌិតរបស់កុមារអាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថាការច្នៃប្រឌិតរបស់កុមារគឺជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍខួរក្បាលជំនាញដោះស្រាយបញ្ហានិងអារម្មណ៍ព្រោះវាអនុញ្ញាតឲ្យកូនបញ្ចេញគំនិតផ្ទាល់ខ្លួននិងស្វែងយល់ពីពិភពលោកជុំវិញខ្លួនតាមរយៈការលេងសិល្បៈការសាងសង់ឬសកម្មភាពផ្សេងៗដែលជំរុញឲ្យពួកគេគិតក្រៅក្របខ័ណ្ឌដែលវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបញ្ញាស្មារតីនិងភាពច្នៃប្រឌិតរបស់កុមារក្នុងឱកាសអញ្ជើញចូលរួមក្នុងពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំរបស់សាលា Westgate អន្តរជាតិនៅផ្សារ Heritage Walk ក្រុងសៀមរាបនាថ្ងៃទី23 ខែឧសភាឆ្នាំ2026លោកស្រីមនីរាំងសីអភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាងនិងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាពនិងមានគុណធម៌ល្អប្រពៃដែលឆ្លើយតបទៅនឹងសំណុំពរនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកសាងកម្ពុជាឲ្យក្លាយជាសង្គមរីកចម្រើនជឿនលឿនដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យហើយដើរស្របជាមួយនឹងការរីកចម្រើននៃបណ្ដាប្រទេសនៅក្នុងតំបន់និងពិភពលោកស្រីមនីរាំងសីមានប្រសាសន៍ទៀតថាការរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំក្នុងគោលដៅធានាប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃសមិទ្ធកម្មក្នុងវិស័យអប់រំសម្ដៅឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណមុំទី1ផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សការពង្រឹងគុណភាពវិស័យអប់រំកីឡាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងមុំទី5ផ្ដោតលើការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា Digital ដែលជាកត្តាគន្លឹះដើម្បីនាំកម្ពុជាទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនិងការអភិវឌ្ឍប្រកបដោយចីរភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីលោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថាការរៀបចំពិព័រណ៍វិទ្យាសាស្ត្រនេះជារៀងរាល់ឆ្នាំជាការបង្ហាញពីការបណ្ដុះគំនិតកុមារឲ្យមានភាពច្នៃប្រឌិតកាន់តែថ្មីកាន់តែប្លែកដើម្បីអភិវឌ្ឍខ្លួនព្រោះការងារបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះគឺជាបំណិនមួយដែលយើងខ្វះមិនបានក្រៅពីចំណេះមូលដ្ឋានដែលយើងកំពុងសិក្សារាល់ថ្ងៃលើពីនេះបំណិនភាសាបំណិន Digital បំណិនបែបវិទ្យាសាស្ត្រនេះគឺជាបំណិនចាំបាច់ដែលទាមទារឲ្យបងប្អូនទាំងអស់គ្នាត្រូវតែមានចំណេះដឹងផ្នែកនេះដើម្បីក្លាយទៅជាមនុស្សដែលមានបំណិនពេញលេញឬអាចនិយាយបានថាមនុស្សពេញលក្ខណៈដែលអាចចេះធ្វើការងារជាក្រុមនិងចេះចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមកលោករតរស្មីនាយកសាលា Westgate អន្តរជាតិខេត្តសៀមរាបបានបង្ហាញថានេះជាឆ្នាំទី12ដែលសាលាបានរៀបចំកម្មវិធីពិព័រណ៍នេះឡើងក្នុងគោលបំណងជំរុញឲ្យសិស្សានុសិស្សមានឱកាសក្នុងការបញ្ចេញសមត្ថភាពតាមរយៈការងារក្រុមដែលពួកគេបានសហការគ្នាយ៉ាងល្អនេះសបញ្ជាក់ឲ្យឃើញថាសាលាកំពុងតែដើរតាមចក្ខុវិស័យនិងបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនដែលធ្វើយ៉ាងណាឲ្យសិស្សទាំងអស់មានចំណេះដឹងតាមមេរៀននីមួយៗដែលភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែងរបស់ពួកគេតាមរយៈកម្មវិធីថ្ងៃនេះគឺជាចំណេះដឹងបទពិសោធន៍ជាក់ស្ដែងនិងរឹងមាំផ្នែកបំណិនជីវិតសម្រាប់បច្ចុប្បន្ននិងទៅអនាគតជាពិសេសបង្ហាញឆន្ទៈនិងស្មារតីសាមគ្គីជាធ្លុងមួយក្រោមគំនិតស្រាវជ្រាវច្នៃប្រឌិតដើម្បីបង្កើតជាគម្រោងឲ្យលេចចេញជារូបរាងឡើងនាពេលនេះ